រដងបងប្អូនពេលដើរទៅណាអីគឺគិតឆាយទីក្រុងតែម្ដងនេះគឺចូលទីក្រុងតែម្ដងអញ្ចឹងចង់ដឹងថាខ្ញុំបានធ្វើអីខ្លះនេះវីដេអូហើយបងប្អូនចង់ទៅលេងនឹងមានឱកាសទៅលេងបានដូចគ្នាជម្រាបសួរបងប្អូនទាំងគ្នាធ្វើមកជួបខ្ញុំម្ដងទៀតហើយនៅក្នុងវីដេអូថ្មីហើយថ្ងៃនេះចង់បង្ហាញអំពីសកម្មភាពបន្តិចបន្តួចអាចថាកន្លះថ្ងៃដែលខ្ញុំបានទៅលេងនៅ City នៅវេលាពេលល្ងាចហើយគេមានដូចជា Festival Street Food និយាយថា Asia Street Food Festival អាស៊ីមហូបអាស៊ីនៅតាមផ្លូវអីចឹងទៅហើយគេមានលក់អីជាច្រើនតែមុនពេលខ្ញុំទៅកន្លែងនោះគឺខ្ញុំបានមកមើលកន្លែងគ្រឿង make up លេហើយនឹងទឹកអប់អីចឹងទៅហើយកន្លែងនេះគឺកន្លែងគេបើកថ្មីដែរទេដូចថ្មីដល់មួយឆ្នាំឯងចូលមួយឆ្នាំដែរគាត់ថាខ្ញុំអត់ដែរបានទៅតែខ្ញុំឮគេផ្សាយព័ត៌មានអីចឹងទៅហើយឃើញតែតំណងដែរតែបើថាគ្រឿង make up គ្រឿងនេះអីខ្ញុំអត់សូវវិលវល់អីម៉ាទេតែម្ដងនេះគឺដាច់ចិត្តចង់ទៅមើលនាំគ្រួសារទៅមើលឲ្យស្គាល់ម្ដងតែបានទៅដើរចូលហើយដើរចេញទៅវិញទៅអត់មានបានទិញអីទេហើយនេះខ្ញុំកំពុងតែធ្វើដំណើរទៅ Festival គេហើយកន្លែងកម្មវិធីដែលគេធ្វើរៀបចំទិញអីប៉ុន្តែមុនខ្ញុំទៅបន្តិចហ្នឹងគឺមានកន្លែងដូចជា pop up store cream ប្រភេទឈ្មោះថា CeraVe ហើយ brand នេះគឺខ្ញុំប្រើស្រាប់ទៅព្រោះអី brand នេះសម្រាប់អ្នកដែលស្បែករាង sensitive ស្បែកយើងងាយនឹងប៉ះនឹងកិច្ចវាយើងប្រើលេអីដែលឬផលិតផលអីដែលមានក្លិនមានអីតែផលិតផល CeraVe ហ្នឹងគឺល្អប្រើសម្រាប់អ្នកដែលមាន sensitive skin ដូចជាខ្ញុំអញ្ចឹងទៅគឺនេះនិយាយទៅចូល pop store គេគឺបានរបស់ free ខ្លះដែរអញ្ចឹងទៅក៏ចំណេញហើយនេះមកខ្ញុំមកដល់កន្លែងទីតាំងដែលគេមាននៅកម្មវិធី festival ហ្នឹងហើយពេលចូលគឺអារម្មណ៍ដូចនៅស្រុកយើងអញ្ចឹងថ្ងៃដែលខ្ញុំទៅអាកាសធាតុក៏ល្អក្តៅមកល្មមយើងដើរហើយគេមានដូចជា performance ការសម្ដែងអំពីប្រទេសនានាតែសោកស្ដាយមែនតើដូចអត់ឃើញមានខ្មែរយើងចូលរួមខ្ញុំទៅទាំងពីរថ្ងៃហ្នឹងទាំងថ្ងៃសុក្រទាំងថ្ងៃសៅរ៍ហ្នឹងគឺអត់មានខ្មែរយើងសោះឃើញមានវៀតណាមឃើញមានកូរ៉េឃើញមានចិនអីចឹងទៅតែចង់ឃើញខ្មែរយើងមែនតែសង្ស័យថាឆ្នាំនេះយើងបាត់បង់ការតែពេលខ្ញុំទៅនឹងឃើញមានខ្មែរយើងក៏លក់ម្ហូបអាហារអីដែរអញ្ចឹងក៏បានទៅជួយទិញដើម្បី support គ្នាយើងហើយបងប្អូនចង់ទៅនៅសល់ឱកាសមួយថ្ងៃទៀតគឺថ្ងៃស្អែកថ្ងៃអាទិត្យគេលេងចាប់ពីម៉ោង11ព្រឹកទៅដល់11ល្ងាច11យប់អញ្ចឹងបងប្អូនអាចទៅលេងបានហើយកន្លែងនេះគឺថាបើយើងជាទេភ្លើងឈប់នៅ Flinders Street ដើរទៅ Alexandra Park You're guessing it's Campbell? You're guessing it's Campbell? Yeah, but it's second. Lấy second là phải. Oh man ơi. Yeah, bây giờ em lại nè. We call it Campbell. បន្ទាប់ពីបានចូលរួម festival នោះហើយខ្ញុំក៏វិលត្រឡប់ទៅកន្លែង Federation Square ថាទៅថតរូបលេងជាមួយ Christmas tree នេះប៉ុន្តែឃើញមានមនុស្សជាច្រើនហើយមានគេសម្ដែងច្រៀងរាំអីចឹងទៅក៏បានចូលរួមទៀតហើយក៏បានច្រៀងលេងមុនពេលត្រឡប់ទៅវិញនេះបងប្អូនអាចមើលខ្លួនឯងបាន